ជំរាបសួរក៏ដូចជាសួស្តីទៅកាន់មិត្តអ្នកសិក្សាភាសាអង់គ្លេសក៏ដូចជាមិត្តនៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបងប្អូនដែលបានស្គាល់ហើយនឹងទាំងអស់គ្នាបាទនៅក្នុងវីដេអូជាបន្តទៀតនេះគឺជាការបកប្រែភាសាអង់គ្លេសបាទហើយគោលបំណងរបស់ខ្ញុំទី1គឺចង់ឲ្យអ្នកដែលរៀនភាសាអង់គ្លេសហ្នឹងចេះបកប្រែក៏ដូចជាចេះប្រើប្រាស់ភាសាអង់គ្លេសហ្នឹងបានស្ទាត់ជំនាញទី2សម្រាប់បងប្អូនដែលអត់ចេះភាសាអង់គ្លេសក៏គាត់អាចស្ដាប់ភាសាខ្មែរហើយទទួលយកនៅអត្ថន័យរបស់ភាសាភាសាហ្នឹងបាទអញ្ចឹងកាលណាបកជាខ្មែរបងប្អូនអាចស្ដាប់បានណាហើយចង់ដឹងអត្ថន័យវាយ៉ាងម៉េចយើងស្ដាប់ទៅណាអញ្ចឹងយើងចូលទៅ Hi Mr. Dong, that's a powerful and important question សួស្តីលោកដុងនេះជាសំណួរដ៏មានអត្ថប្រយោជន៍ហើយនឹងជាសំណួរដ៏សំខាន់ and I really like how you're thinking deeply about life and success ហើយខ្ញុំពិតជាចូលចិត្តនៅគំនិតរបស់លោកគំនិតដ៏ជ្រាលជ្រៅរបស់លោកដែលស្ដីអំពីជីវិតក៏ដូចជាភាពជោគជ័យ Okay let me answer you clearly and simply អនុញ្ញាតឲ្យខ្ញុំឆ្លើយតបទៅកាន់លោកឲ្យច្បាស់លាស់និងបែប simply ធម្មតា clearly ឲ្យកាន់តែច្បាស់ឡើងហើយនឹងសាមញ្ញ Okay What happened to poor people who take no action What happened to poor people who take no action បងប្អូននៅក្នុងវីដេអូនេះគឺនិយាយបកស្រាយអំពីមនុស្សក្រណាអ្នកក្រនៅក្នុងនេះគឺថា What happened to poor people who take no action តើអ្វីនឹងកើតឡើងចំពោះជនក្រីក្រដែលមិនធ្វើសកម្មភាពអ្វីទាល់តែសោះ no action បានន័យអត់ធ្វើអីណា Okay if poor people do nothing every day បានន័យប្រសិនបើអ្នកក្រឬក៏ជនក្រីក្រមិនធ្វើអ្វីសោះជារៀងរាល់ថ្ងៃ no work អត់ធ្វើការងារ no learning អត់រៀនសូត្រ no goal គ្មានគោលដៅ no effort គ្មានសេចក្តីព្យាយាម but they still want to be rich ប៉ុន្តែពួកគេនៅតែចង់ក្លាយទៅជាអ្នកមាន then nothing តើមកគឺវាមិនអាចទៅរួច will change នឹងផ្លាស់ប្ដូរ in their life នៅក្នុងជីវិតរបស់ពួកគេ wanting is not enough ចំណង់ចំណូលចិត្តឬចំណង់ចង់ខ្លាយជាអ្នកមានហ្នឹងគឺវាអត់តាន់គ្រប់គ្រាន់ទេ it's not enough វាអត់គ្រប់គ្រាន់ឡើយ fishing without action គឺយើងបកប្រែថាបំណងប៉ងប្រាថ្នាដែលគ្មានសកម្មភាពអីសោះហ្នឹង it's just a dream គឺវាគ្រាន់តែជាសុបិនមួយតែប៉ុណ្ណោះឯង they may អ្នកក្រជនក្រីក្រទាំងអស់ហ្នឹង stay poor for a long time នៅតែក្រអស់កាលជាយូរអង្វែង feel frustrated or jealous of others មានអារម្មណ៍ខឹងក្តៅក្រហាយ Okay មានអារម្មណ៍ខឹងក្តៅក្រហាយឬច្រណែនអ្នកដទៃមានអារម្មណ៍ខឹងក្តៅក្រហាយឬច្រណែនអ្នកដទៃ feel frustrated or jealous of others មានអារម្មណ៍ខឹងក្តៅក្រហាយឬច្រណែនអ្នកដទៃ Okay ចេះលើប្រែថាច្រណែនណា blame others or make excuses blame blame នឹងបានន័យថាបន្ទោសណាស្ដីបន្ទោសស្ដីថាស្ដីបន្ទោសអ្នកដទៃ or make excuses ឬក៏បង្កើតកំហុសឲ្យអ្នកដទៃ or make excuses ឬក៏បង្កើតកំហុសឲ្យអ្នកដទៃស្ដីបន្ទោសអ្នកដទៃឬក៏បង្កើតកំហុសឲ្យអ្នកដទៃ waste time ខ្ជិះពេលវេលាបាទ waste time ខ្ជិះពេលវេលាមែនតើ and lose confidence ហើយបាត់បង់នៅ
ទំនុកចិត្តណា miss all opportunities បាត់បង់នៅឱកាសច្រើនគ្រប់យ៉ាងអូខេបាត់បង់នៅឱកាសគ្រប់យ៉ាង miss all opportunities បាត់បង់នៅឱកាសគ្រប់យ៉ាងហ្នឹងយើងបកប្រែអញ្ចឹងបងប្អូនតមកទៀតខាងក្រោម success doesn't come by waiting ជោគជ័យមិនមែនកើតឡើងមកដោយការរងចាំនោះទេ success doesn't come by waiting ភាពជោគជ័យឬក៏ជោគជ័យមិនមែនកើតឡើងដោយការរងចាំឡើយ it come by working វាកើតឡើងបានដោយការធ្វើនៅកិច្ចការងារអូខេយ៉ាងម៉េចនេះថាឱកាសភាពជោគជ័យមិនមែនកើតឡើងមកដោយការរងចាំទេវាកើតឡើងបានដោយការធ្វើនៅកិច្ចការងារបាទតែយើងធ្វើការងារទៅបានភាពជោគជ័យហ្នឹងវាកើតឡើងមករកយើងបានណាអូខេ let's go ខាងក្រោមមកទៀតមក can they become rich one day អាហ្នឹងនិយាយសំណួរថាតើអ្នកក្រទាំងអស់ហ្នឹងថ្ងៃណាមួយអាចខ្លាចជាអ្នកមានអត់អូខេតើអ្នកក្រអាចខ្លាចទៅជាអ្នកមាននៅថ្ងៃណាមួយបានអត់អូខេ can they become rich one day តើពួកគេអាចខ្លាចទៅជាអ្នកមានក្នុងថ្ងៃណាមួយបានអត់បាទចម្លើយ yes អត់បដិសេធទេ yes អាច but ប៉ុន្តែបងប្អូនមើលពាក្យថាប៉ុន្តែអាចប៉ុន្តែយ៉ាងម៉េចបងប្អូន only if they change ដរាបណាពួកគេផ្លាស់ប្ដូរប៉ុន្តែដរាបណាពួកគេផ្លាស់ប្ដូរអាចមានបានតែប៉ុន្តែដរាបណាពួកគេផ្លាស់ប្ដូរនៅទម្លាប់ខ្ជិលច្អូសមិនធ្វើនៅការងារមិនរៀនសូត្រអីចឹងណាតែពួកគេផ្លាស់ប្ដូររឿងនឹងចោលអូខេ if they start working hard ប្រសិនបើពួកគេចាប់ផ្ដើមខិតខំធ្វើការងារ learning new skill ខិតខំរៀនជំនាញថ្មី taking small steps every day take ទទួលយកនៅជំហានតូចអូខេជំហានតូចជារៀងរាល់ថ្ងៃចាប់យកនៅជំហានតូចជារៀងរាល់ថ្ងៃណាបងប្អូន and using their times wisely ហើយប្រើប្រាស់ពេលវេលារបស់ពួកគេឲ្យមានប្រសិទ្ធភាពឬក៏ឲ្យមានប្រយោជន៍ប្រើប្រាស់ពេលវេលាពួកគេនឹងឲ្យមានប្រយោជន៍ឲ្យមានប្រសិទ្ធភាពអញ្ចឹងណា wisely they can grow ពួកគេអាចលូតលាស់បាន it is possible ត្រង់ហ្នឹងបានន័យថា it's possible វាអាចទៅរួចណាវាអាចទៅរួច many rich people today were once poor but they didn't give up អ្នកមានជាច្រើនmany rich people អ្នកមានជាច្រើននាពេលបច្ចុប្បន្ន today យើងប្រែថានាពេលបច្ចុប្បន្ន were one គឺជាជនក្រីក្រពីមុនមកតាប៉ុន្តែពួកគេមិនឈប់ទេ but they didn't give up ប៉ុន្តែពួកគេមិនបោះបង់មិនបញ្ឈប់ជីវិតរបស់ពួកគេនៅក្នុងភាពក្រីក្រហ្នឹងមិនឈិលទៀតណាពួកគេល្ឯងពួកគេព្យាយាមទៅអូខេ they worked hard ពួកគេព្យាយាមធ្វើការខិតខំធ្វើការខ្លាំង they stay disciplined ពួកគេស្ថិតនៅក្នុងភាពជាអ្នកមានវិន័យបាទ stay disciplined បាទស្ថិតនៅក្នុងភាពជាអ្នកមានវិន័យផ្ទាល់ខ្លួនណា and learn every day ហើយព្យាយាមរៀនជារៀងរាល់ថ្ងៃបាទបងប្អូនពីមុនយើងប្រើទូរស័ព្ទធម្មតាដល់ឥឡូវនេះយើងមាន smartphone touch រយទៅឥឡូវនេះទៀតក៏មាន smartphone បញ្ជាដោយកញ្ចៅដៃដោយចលនាដៃអញ្ចឹងទៅឃើញទេបងប្អូនអញ្ចឹងអ្វីទាំងអស់នឹងហើយជាការដែលយើងត្រូវខិតខំរៀនជាបន្តយើងអាចនៅប្រើ Nokia ចុចដៃទេយល់ទេបងប្អូន
chẳng ở với plak đồ là hồn chẳng dương trơ com prăng riêng ăn vót nơi chùm niên ấy thay mình ai để ngọt bản tê simple truth sẽ chấp hiếp thom mà đá rồi có hiếp thom mà đá rồi cái dương hiếp trầm trời tới ok no action comment sẽ một hiếp việc smile nâng ấy cái no result việc smile nâng comment là tập hợp no action equal no result comment sẽ một hiếp việc smile nâng comment là tập hợp rồi có submit tập hợp small action every day សកម្មភាពតូចៗជារៀងរាល់ថ្ងៃ equal big success in the future វាស្មើនឹងភាពជោគជ័យដ៏ត្រចះត្រចង់នៅពេលអនាគត small action every day equal big success in the future បានន័យថាសកម្មភាពតូចតាចជារៀងរាល់ថ្ងៃវាស្មើនឹងភាពជោគជ័យដ៏ធំនៅក្នុងពេលអនាគត ok អញ្ចឹងនេះគឺជាការបកប្រែរបស់ខ្ញុំសង្ឃឹមថាវាជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាធ្វើការកែប្រែនៅផ្នែកគំនិតក៏ដូចជាសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនឲ្យคล้ายទៅជាបុគ្គលដែលមានសកម្មភាពល្អដូចជាការខិតខំប្រឹងប្រែងរៀនសូត្រនៅអ្វីដែលថ្មីខិតខំច្នៃប្រឌិតឬក៏ខិតខំអភិវឌ្ឍខ្លួនឯងជាប្រចាំតាមរយៈការមើលការស្ដាប់និងការរៀនសូត្រពីអ្នកដទៃជុំវិញខ្លួនអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងហើយសង្ឃឹមថាបងប្អូននឹងចូលរួមចូលចិត្តវីដេអូរបស់ខ្ញុំហើយចែករំលែកទាំងអស់គ្នាអរគុណជួបគ្នានៅវីដេអូក្រោយទៀត